បងប្អូនថ្ងៃនេះខ្ញុំនាំបងប្អូនមកមើលចេកដែលគេដាំ3ខែរួចនេះចេកដែលមាន3ខែវាកម្ពស់ប៉ុណ្ណឹងហើយរឿងជីកប់ហើយនឹងជីដាក់ទឹកហ្នឹងគេដាក់ហើយច្រើនហើយបើជីកប់គេដាក់បានតែត្រឹមតែ2ដងទេហើយចាំថ្ងៃក្រោយចាំខ្ញុំថតពីការដាក់ជីកប់តំបន់ខាងនេះដែរមិនមែនតំបន់ខាងខ្ញុំទេតំបន់ខាងគេតែអញ្ចឹងខ្ញុំមកថតចេកដែលវា3ខែហើយវាកម្ពស់ប៉ុណ្ណាហ្នឹងខ្ញុំថតឲ្យមើលហើយទីយោខំហ្នឹងកន្លែងនេះតំបន់នេះគេប្រើវ៉ានអូតូដូចខ្ញុំប្រាប់ពីវីដេអូដំបូងហើយបើតំបន់ផ្សេងអត់មានប្រើទីយោអញ្ចឹងទេអត់មានប្រើទីយោអញ្ចឹងទេគេប្រើទីយោផ្សេងហើយនេះវ៉ានអូតូនេះវ៉ាននេះគេសម្រាប់ដាក់ទីយោអញ្ចឹងព្រោះវ៉ាននេះគេហៅវ៉ានអូតូពេលយប់មកគេបើកវាចោលពេលយប់មកយើងបើកទៅយើងគាត់ដាក់ហើយវាលោតខ្លួនឯងមកកន្លែងទៅមកកន្លែងដូចយើងកំណត់8នាទីមកកន្លែង8នាទីណាវាអត់លោតវាខូចវាអីហ្នឹងអាហ្នឹងយើងត្រូវបើកដៃហើយពីច្រើនធ្វើអត់កើតមកហើយវ៉ានអូតូនេះដែរគេអត់ប្រើភ្លើងធំទេអានេះគេប្រើភ្លើងសូឡានឹងគេហៅសូឡាវ៉ានអូតូនេះដែរយើងប្រើវាស្រួលប៉ុន្មានយើងដាក់ឲ្យវាអូតូខ្លួនឯងប៉ុន្មានក៏ប៉ុន្តែបើពេលណាវាខូចវារៀងហត់តិចហើយឥឡូវនេះគេកំពុងតែបើកទឹកហើយនេះលើខ្យល់គេកំពុងតែបើកទឹកអត់ទាន់ចេញទេតើតាវាខ្យល់វាចេញអស់បានទឹកវាចាប់ដើមចេញហើយគេកំពុងតែបើកទឹកនេះមិញគេបើកខ្លាំងហើយខ្ញុំថតអត់ទាន់មិញកំពុងតែបើកនេះហើយជាវ៉ាន់អូតូកន្លែងនេះវាស្អាតអញ្ចឹងអត់មានកូនហ្នឹងឥឡូវគេកំពុងតែជីកូនហើយគល់វាឡើងអញ្ចឹងតិចទៀតគេនឹងដើរលុបវាហើយនេះអ្នកជីកូនគាត់ជាម្ចាស់ឡូគាត់ជួងជីកូនជីកហើយយើងអត់បោះញ៉ៃទេយើងបោះទៅដាក់កដាលនេះចាស់ឡូនេះមានមុនស្នេហ៍ឥឡូវគេគាត់កាន់ឡូវគ្គមុនគាត់ខាតឥឡូវក៏ចូលវគ្គថ្មីនេះវគ្គ1វីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនសូមជម្រាបលា